អូខេអញ្ចឹងដោយសារតែមានសំណុំពរជាច្រើនអ្នកគ្នាឲ្យខ្ញុំធ្វើវីដេអូហ្នឹងទៅលើកម្មវិធី VN អូខេថ្ងៃនេះខ្ញុំសូមបង្ហាញទៅលើកម្មវិធី VN ហើយខ្ញុំប្រើ keyframe អូខេអញ្ចឹងវីដេអូហ្នឹងខ្ញុំផ្សាយរៀងលឿនតិចអ្នកគ្នាដោយសារតែវាយូរនាទីដែរអញ្ចឹងទៅអូខេអ្នកគ្នាជាដំបូងអ្នកគ្នា add រូបចូលមកឬក៏ add វីដេអូរបស់អ្នកគ្នាចូលមកណាអូខេចឹងខន្តីនឹងភ័យតដែរបើសិនជាអ្នកគ្នាមើលអត់តន់កន្លែងណាក៏ comment ខាងក្រោមខ្ញុំនឹងធ្វើវីដេអូក្រោយបន្ថែមទៀតអូខេអញ្ចឹងអ្នកគ្នាទៅរកវីដេអូណាដែលអ្នកគ្នាចង់ធ្វើដែលមាន keyframe ឬក៏អក្សររត់តាមរូបភាពរបស់យើងហ្នឹងអូខេអញ្ចឹងអ្នកគ្នាចុចមើលទៅហើយខ្ញុំមើលទៅលើខ្ញុំចង់ដាក់អក្សរឬក៏តម្រង់អក្សរនៅលើក្បាលរបស់គាត់អូខេអញ្ចឹងអ្នកគ្នាធ្វើនៅក្នុង VN គឺវាមានរបស់ free ច្រើនហើយស្អាតទៀតអ្នកគ្នាអាចសាកល្បងធ្វើបាន down គឺមានទាំងមាននៅក្នុង Android និង iOS ផងដែរបាទអញ្ចឹងហើយក៏វាអត់មានពាណិជ្ជកម្មអញ្ញៃដែរវាមានពេលខ្លះយើង clear ចេញទៅវានឹងមានអូខេអញ្ចឹងអ្នកគ្នាខ្ញុំដាក់ watching football បន្តមកខ្ញុំចាប់ផ្ដើមកំណត់ keyframe អូខេខ្ញុំចុច keyframe ម្ដងហើយខ្ញុំចាប់ផ្ដើមទាញខ្ញុំចាប់ផ្ដើមទាញហើយវីដេអូនេះខ្ញុំផ្សាយរៀងលឿនតិចអ្នកគ្នាណាអូខេខ្ញុំចាប់ផ្ដើមទាញឲ្យវានៅលើក្បាលរបស់គាត់រហូតអញ្ចឹងទៅវាចាប់អូតូហើយអូខេអញ្ចឹងវីដេអូខ្ញុំក៏មានតែប៉ុណ្្នឹងដែរបាទអរគុណ